ថ្មីយើងមានពាក្យស្លោកបរិញ្ញាមួយដែលគេនិយាយថាទីណាមានផ្សែងទីនោះតែងមានភ្លើងនៅក្នុងពាក្យស្លោកនេះយើងមានន័យចំនិងន័យធៀបនៅពេលដែលបន្ទាប់ទៅទៀតអ្នកនឹងឃើញថានឹងមានរឿងអ្វីកាត់ឡើងបន្ទាប់ពីផ្សែងកាន់តែខ្លាំងទៅចាគឺមានភ្លើងអញ្ចឹងនៅក្នុងន័យនេះគឺនៅពេលដែលផ្សែងច្រើនទៅរងើកភ្លើងវាចាប់ផ្ដើមផ្គុំគ្នាវានឹងបង្កើតបានជាភ្លើងមួយដែលឆេះយ៉ាងសន្ធើហើយសម្រាប់ន័យធៀបនៅក្នុងនេះគឺចង់និយាយអំពីនៅក្នុងដំណើរជីវិតរបស់យើងនៅក្នុងការងារដែលយើងធ្វើផ្សែងវាប្រៀបដូចជាការដែលយើងខិតខំប្រឹងប្រែងហើយមើលទៅជីវិតខាងមុខនៅពេលដែលកំឡុងពេលដែលយើងកំពុងតែខិតខំប្រឹងប្រែងយើងអត់ទាន់បានសមិទ្ធផលអីច្រើនយើងអត់ទាន់បានលទ្ធផលអីយើងកុំទាន់អស់សង្ឃឹមអីពីព្រោះការខិតខំប្រឹងប្រែងរបស់យើងទោះបីជាយើងមើលមិនឃើញថាយើងនឹងទទួលបានអ្វីមកវិញជាប្រកបក៏ដោយប៉ុន្តែយើងសង្ឃឹមថានឹងមានលទ្ធផលមួយដែលហុចផ្លែផ្កាដល់ជើងវិញផងដែរវាក៏ធៀបទៅនឹងភាពអត់ធ្មត់ឬក៏ភាពស្ងប់ស្ងាត់ដែលយើងមានផងដែរអ្នកបានសង្កេតមើលនៅក្នុងវីដេអូនេះមុនពេលអណ្ដាតភ្លើងវាឆាប់ឆេះឡើងមកបានជាភ្លើងមួយយ៉ាងសន្ធើដែលយើងបានមើលឃើញនៅក្នុងវីដេអូនេះគឺវាចាប់ផ្ដើមចេញពីរលកផ្សែងតូចហើយកម្លាំងរបស់វាដែលគុំគ្នាបង្កើតជាភ្លើងវាប្រៀបដូចជាការខិតខំប្រឹងប្រែងរបស់យើងដែលយើងផ្សំគ្នាពីមួយពេលទៅមួយពេលជាញើសឈាមជាកម្លាំងឬក៏ជាការលះបង់ពេលវេលារបស់យើងទៅលើការវឹកហាត់ពេលខ្លះយើងអត់ចាំថាយើងបានធ្វើវាប្រហែលដងយើងបានអនុវត្តវាយើងអត់បានចាប់អារម្មណ៍ទៅលើកិច្ចការតូចទាំងអស់ហ្នឹងប៉ុន្តែនៅពេលដែលកិច្ចការតូចទាំងអស់ហ្នឹងការខំប្រឹងប្រែងតូចទាំងអស់ហ្នឹងវាគុំចូលគ្នាលទ្ធផលដែលបានមកគឺភ្លើងដែលភ្លើងដែលឆេះយ៉ាងសន្ធើសន្ធើហើយមានភ្លើងខ្លាំងអាចដុតកំណោចវត្ថុផ្សេងដែលនៅក្នុងត្រឡប់មកវិញរាល់ទម្លាប់តូចវាគឺជាផ្សែងដែលអ្នកបានផ្សំការខំប្រឹងប្រែងរៀបចំផែនការរៀនសូត្របន្ថែមការធ្វើការយ៉ាងស្ងៀមស្ងាត់ជារៀងរាល់ថ្ងៃវាអាចមើលទៅដូចជាគ្មានពលឺភ្លឺស្វាងវាអត់មានលទ្ធផលភ្លាមប៉ុន្តែវាគឺជាសញ្ញាថាអណ្ដាតភ្លើងដ៏ធំនឹងមកដល់នៅក្នុងពេលឆាប់នេះដូច្នេះហើយចូលកុំអស់សង្ឃឹមប្រសិនបើអ្នកកំពុងប្រឹងប្រែងយ៉ាងខ្លាំងប៉ុន្តែនៅមិនទាន់ឃើញលទ្ធផលអ្វីជាដុំកំភួរឬក៏ជាលទ្ធផលច្បាស់លាស់ចាំថារលកផ្សែងកំពុងតែកាត់ឡើងហើយគ្មានភ្លើងណាដែលឆេះឡើងដោយគ្មានផ្សែងមុននោះទេដូច្នេះចូលបន្តបន្ថែមពេងនឹងអស់ហើយកុំបណ្ដោយឲ្យផ្សេងរលត់ទៅវិញដោយសារតែភាពទន់ជ្រាយដោយសារតែភាពអស់សង្ឃឹមដោយសារតែការបាក់ទឹកចិត្តឬក៏អន់ចិត្តទៅលើកិច្ចការណាមួយចូលយកភាពជឿជាក់និងការតាំងចិត្តធ្វើជាអស់យកចំណេះដឹងនិងការអនុវត្តធ្វើជាប្រេងដើម្បីរុញច្រានផ្សែងនោះឲ្យคล้ายទៅជាអណ្ដាតភ្លើងឆេះយ៉ាងសន្ធើជាចុងក្រោយគ្មានជោគជ័យណាកើតឡើងដោយចៃដន្យនោះទេដូចដែលគ្មានភ្លើងឆេះដោយគ្មានផ្សែងនោះទេចង់រក្សាជំនឿចិត្តនិងបន្តបង្កើតផ្សែងគុំគ្នាបានច្រើនហើយខិតខំប្រឹងប្រែងជារៀងរាល់ថ្ងៃជាបន្តទៀតពីព្រោះពន្លឺនៃភ្លើងដែលជាភ្លើងជោគជ័យរបស់អ្នកនឹងបង្ហាញខ្លួននៅពេលឆាប់ខាងមុខនេះ